សួស្តីអ្នកទាំងអស់គ្នាឥឡូវហ្នឹងបើនិយាយទៅ aviation industry ដូចជា cabin crew season អញ្ចឹងឥឡូវសុំសួរនាងក្នុងនាមខ្លួនឯងជា cabin crew ឥឡូវហ្នឹងថាតើមានអីណែនាំតើអ្នកដែលចង់ធ្វើជា cabin crew អត់ណែនាំប្រកាសមួយគឺ be ready បើថា cabin crew មិនដូចការយើងគិតទេពេលចូលមក expected អញ្ចឹងកុំរំពឹងច្រើន as long as be ready គឺអូខេហើយកុំឲ្យគិតថាវាស្រួលព្រោះដូចខ្ញុំថាអញ្ចឹង expected unexpected អីដែលយើងឃើញហើយអីដែលចាក់ស្ដែងវាអាចនឹងខុសគ្នាអញ្ចឹងតើតែរៀងចិត្តធ្ងន់ដែរមួយការងារនេះហើយតើត្រូវរៀបចំខ្លួនឲ្យគេខ្លះដើម្បីដាក់ពាក្យដាក់អីអញ្ចឹងការនេះឯងឥឡូវនិយាយពី experience ខ្លួនឯងវិញ experience ខ្ញុំfirst ដំបូង CV ហើយ grooming សំខាន់បំផុតព្រោះឲ្យតែ appearance យើងគេឃើញមុន CV ទៀតសំខាន់ឲ្យតែយើងមកដល់ថាយើងស្អាតយើងម្នាក់គឺស្អាតគឺគេឃើញគឺគេយកសិនហើយគេអត់បានមើល CV យើងតែគេគិតថាកូននឹងស្អាតកូននឹងល្អអញ្ចឹងគេយកមុន CV នឹងទៀតសំខាន់ឲ្យយើងបានតែងខ្លួនមុនឬនេះមុននិយាយទៅ first impression ហ្នឹងសាហាវណាវាសំខាន់ហ្មងហើយយើងគួរតែធ្វើខ្លួនឲ្យស្អាតនៅពេលយើងទៅសម្ភាសជាពិសេសសូមផ្ដាំទៅ X crew ហ្មងយើងក្នុងនាមជាយើងមាន experience ជា cabin crew យើងគួរតែត្រូវដឹងថាតើការរៀបចំខ្លួនរបស់យើងទៅសម្ភាសមិនក៏មករបៀបកខិកខាអាហ្នឹងដឹងគេអត់យកហើយ 100% ហ្មងព្រោះការងារនេះដូចអ្នកទាំងអស់គ្នាដឹងហើយគេត្រូវការ appearance រៀងខ្ពស់អញ្ចឹងត្រូវធ្វើខ្លួនឲ្យស្អាតហើយការហ្នឹងមិនបានសម្រេចចិត្តដាក់ពាក្យជា cabin crew កាលហ្នឹងក្រោយ COVID ហើយដឹងធ្វើអីឃើញគេរើសក៏មកសម្ភាសក៏ជាប់ធ្វើការដល់លើអូជួយមានថាអត់ស្រឡាញ់ខាងនេះហ្នឹងស្រឡាញ់ដែរមិនមកដាក់បងណាចុះបើថាសុកមកដាក់បើមានការងារធ្វើគេរើអាហ្នឹងមុនគេចូលទៅសិនហើយអូយនឹងសំណាងឲ្យបានជាប់ឲ្យជាប់ហើយលើស្រឡាញ់នៅស្រឡាញ់ហើយស្រឡាញ់ពេញបេះដូងហ្មងស្រឡាញ់ពេញបេះដូងអូខេដល់លេងមកសួរមួយដំបងថែមចង់ធ្វើជា cabin crew cabin crew ហ្នឹងតែប៉ុន្តែខ្ញុំចង់ធ្វើតាំងខ្ញុំជាប់ទី12ដំបូងម៉េះតែចំនួនខ្ញុំជាប់ទី12ហ្នឹងខ្ញុំអត់ទាន់មានឯកសារគ្រប់គ្រាន់ហើយពេលហ្នឹងខ្ញុំដូចជាដាក់ប្រេសហើយ concern ថាត្រូវដោះប្រេសហើយប្រេសពេលហ្នឹងទៅដាក់ហ្នឹងអត់ទាន់ចប់ process នៃប្រេសហ្នឹងឯងអញ្ចឹង concern ថាត្រូវមានប្រេសហើយត្រូវមាន IL ត្រូវមានអីចឹងហើយពេលហ្នឹងគឺអត់ទាន់ប្រឡង IL ទៀតតាមទី12ចាប់បាត់ឌុបអញ្ចឹងក៏ skip ការងារហ្នឹងទៅក៏ចាប់ដើមទៅរៀនតខ្ញុំទៅរៀនប្លង់អស់5ឆ្នាំអូ architect ហើយធម្មតាយើងរៀនអីយើងត្រូវចេញធ្វើការឲ្យ delay ទៅហ្នឹងsubject ហ្នឹងឯងអញ្ចឹងចេញធ្វើការប្លង់អស់5ឆ្នាំទៀតហើយក៏ចាប់ដើមមាន covid មានអីគេ lockdown អីទៅក៏ការងារអាវិស័យអចលនទ្រព្យអញ្ចឹងឯងចូលរៀងគៀងការងារដែរហើយក៏ចាប់ដើមតនេហើយចៃដនអីឃើញ ARZ ហ្នឹងបោះរើសបុគ្គលិកសំខាន់ពេលឃើញហ្នឹងមិនខ្ញុំអ្នកឃើញផ្ទាល់ទៀតមិត្តភក្តិខ្ញុំអ្នកជំរុញហ្មងដល់អ្នកគេថាសុំបងមលីនដាក់ទៅដាក់ចឹងណាហើយខ្ញុំមលីនគេហៅគ្នាចឹងសុំបងដាក់ទៅហើយដល់អ្នកគេជូនខ្ញុំអ្នកមកទៀតហើយខ្ញុំក៏រៀបចំឯកសារទៅមានអស់ហើយយើងធ្វើការឲ្យអស់យើងមានអស់ហើយអញ្ចឹងយើងរៀបចំឯកសារគេត្រូវការអី IL បាក់ឌុបមានអីដាក់មកទាំងអស់ឲ្យសារសញ្ញាបត្រហើយតទៅទៀតក៏មកដាក់ពាក្យទៅហើយមនុស្សច្រើនណាស់ពេលហ្នឹងឲ្យខ្ញុំ stress អានោះ process ហ្នឹងមានទៀតតែចាំ unlock អាច follow ខ្ញុំទៅពេលការអនឡាញដាក់ពាក្យហ្នឹងបាច់ទី3ត្រូវអត់បាច់ទី3ហើយមនុស្សច្រើនណាស់មែនអត់ច្រើនខ្លាំងណាស់ដំបូងខ្ញុំមិនដឹងថាច្រើនណាស់ដល់មកទៀតវិញមិនដឹងថា400អ្នកជាងហើយខ្ញុំលេខរៀងខ្ញុំដូចជា89ខ្ញុំនៅត្រឹមដល់ម៉ោង2តែខ្លះគេនៅដល់ល្ងាចចិត្តដល់យប់អីហ៎ហើយពេលហ្នឹងមនុស្សច្រើនខ្លាំងខ្ញុំ stress ខ្ញុំរបៀបខ្ញុំរៀងឆែអាយុដែរ26គេមកក្មេងៗ8 10អីចឹងណាដល់អញ្ចឹងទៅចេះគិតថាខ្លួនឯងអត់ទាន់គ្រប់គ្រាន់ចុះឥឡូវពេលបានធ្វើហើយមានអារម្មណ៍មិនដែរ2ឆ្នាំអីទៅអត់2ឆ្នាំហើយពេលបានធ្វើហើយបានដឹងថាអីដែលគេនិយាយអីដែលល្បីក្នុង social media ហ្នឹងអត់ដូចអីដែលចាក់ឡើងប៉ិតហ្នឹងឯងរបៀបថាគេហៅអីreality ឯហ្នឹងអីដែលយើងគ្រាន់តែឃើញក្នុង social media ហ្នឹងហើយអត់ដូចគ្នាហើយបើចង់ដឹងថាខុសគ្នាមិនមែនទេfollow ខ្ញុំសុំអូមកបាក់ account មកចង់បានប៉ុន្មាន K ខ្ញុំត្រឹមតែ 5K ឥឡូវប៉ុន្មាន K ហើយឥឡូវតែប៉ុន្មាន 1K ជាងឯងឥឡូវ 1K ចុច8ឥឡូវជួយ follow ទៅគាត់ឲ្យបាន 5K ទាំងអស់គ្នាខ្ញុំនឹងប្រាប់បន្ថែមអូខេ style ល្បីសុំតោអញ្ចឹងឥឡូវសំខាន់រងឯងសប្បាយចិត្តមួយការងារអត់សប្បាយខ្លាំងមោទនភាពខ្លាំងហើយការងារនេះគាត់តតែតម្រូវឲ្យយើងស្រឡាញ់ហើយយើងសប្បាយចិត្តមួយវាទៅយើងអាចធ្វើបានយូរមែនស្រឡាញ់មែនតើណាស្រឡាញ់អត់មែនតើនៅបានយូរ Yes ហើយហើយមានទៀតមានច្រើនទៀតតែដូចជាចឹងណា unlock ឥឡូវមានអីចង់ផ្ដាំផ្ញើទៅអ្នកដែលគាត់ត្រៀមនឹងដាក់ពាក្យអីចង់ខ្លាចទៅជា cabin crew អត់មានតែជូនពរហើយអីដែលត្រូវមានចាំបាច់បំផុតគឺ confident តែគេយើងដូចតែគេនិយាយ confident ទៅសិក្សាបន្ថែមខ្លួនឯងមានចំណុចតិចខ្លូត្រង់ណាដឹងពីខ្លួនឯងច្បាស់គ្មានអ្នកណាដឹងពីយើងខ្លាំងជាងខ្លួនយើងដឹងពីខ្លួនយើងឯងអញ្ចឹងមានប៉ុណ្ណឹង confident ព្រោះការខ្ញុំមកខ្ញុំភ័យដែរតែយកជាខ្ញុំ push ខ្លួនឯងអរគុណ